cha cho đâm tí môi ní cứ dương giảm pi cặp bà để dân thật đằng bà dân riêng cứ trẻ bà dân đó cứ bàn cái lại ní môi bọc ôn tập lưới tăng đi mê mốt cứ tha cha mọc bị riêng nên mọc bị rột mày nè vì chỉ cặp bắt mà rồi bị rồi bà sân thì dương riêng cứ trẻ hay mến tha dương ăn miên điển ấy ăn miên pu nhà riêng hay riêng ăn trẻ tề cái lại ní môi nhâm trẻ chun tha đầm đó pui con ta chia cả đồ ấy bà sân thì dương do cả đồ nó mọc ra ban hai chém nào là cái ao bị thom chết máu đào dương ban lên này là tây chạy tôn cho mùi đang pui bổ á chà nhâm lợi cho hôm muối chạy tôn cho mùi đang đầm nó pui chứ chà đầm nó pui cái lại ní vì miền lõ miền là cọ đừng là khác con miền nó pui phật chắc mẹ ban đây tha con dương đại miền nó pui phật nó trơ tập cai phật trơ tập phật à lái tai và sai tề cho bị chạy trốn ha đầm nó pui con ta chia cả đồ biết tha cả đồ ban hai chém nào hoặc hai dương ban lên kê ta song khán dương do một pra được ở u ti ho tha cái áo ẩm nào dương mùi chị bạch cho dương ban bạch lên kê xua thả bạch nó chậm bạch thời tại dương do một pra được ở dương ai mình pra của bạn dương ai tục trao là đó trẻ si của bạn rồi dương tục trao ba trao được oi bài thả oi bia khôi tam tận nào biết có bàn với bánh ha thì chắc cái này nó muối dương thật đăng tha điền ấy từ nó bối việc bắt chỉ miên bắt bạc gọt việc bắt chiaช่วยយើងបានលើសអ្នកធម្មតាតែតងជាមួយពុយផឹកប្រសិនបើយើងមាន DNA ផឹកមិនប្រកាសថាយើងខ្លាចជាអ្នកឡាយតែទេយើងអាចយកវាមកប្រាប់បានក្នុងចំណុចសំខាន់មួយឧទាហរណ៍ប្រកួតផឹកយើងផឹកអត់ចាញ់គេទេតែមិនបានន័យថាយើងធ្វើផឹករាល់ថ្ងៃទេអាហ្នឹងបញ្ជាក់ជូនតែតងនឹង DNA តំណពុយគ្រាន់តែជាអំណោយពាក្យថាអំណោយប្រើក៏បានមិនប្រើក៏បានវាអត់មានឥទ្ធិពលធ្វើឲ្យយើងកែប្រែ 100% ទេអញ្ចឹងតែតងជាមួយនឹងពុយរៀនបើសិនជាគេរៀនឆាប់ចេះគេរៀន10នាទីចេះយើងអត់មានពុយរៀនយើងរៀន20នាទីចេះអញ្ចឹងយើងរៀនលើសគេតែ10នាទីទៅយើងអាចចេះដូចគេហើយបានន័យថាអ្នកដែលមាន DNA ភាគច្រើនណាមិនសូវជាប្រឹងប្រែងដូចជាអ្នកអត់ DNA ទេដោយសារអីដោយសារគេដឹងច្បាស់ថាគេហ្នឹងវាមានរបស់ពិសេសជាងគេហើយអញ្ចឹងគេធ្វើតាមអ្វីដែលគេអាចធ្វើបានអញ្ចឹងចំពោះយើងអត់មានយើងប្រឹងជាងគេបន្តិចទៅវាមានតែហត់អីប្រហែលកន្លែងហ្នឹងមួយបញ្ជាក់ថាឲ្យតែរៀនគឺចេះហើយគ្មានពុយរៀនក៏ចេះមានពុយរៀនក៏ចេះចុះពាក្យថាបើរកគឺបានប៉ិតប្រកប 100% បើរកគឺបានហើយតែដេកផ្ទះគឺអត់បានទេគ្រាន់តែថាការរកនេះបើសិនជាគេប្រកែរកគេរកបានច្រើនយើងមិនប្រកែរករកបានតិចតែបើសិនជាយើងមិនរកគឺអត់ស៊ីហ្នឹងឯងចាកន្លែងហ្នឹងមួយច្បាស់ 100% គឺប៉ិតប្រកបកុំទៅជឿគេថាអុយគ្មានពុយនៅរកស៊ីទេត្រូវស៊ីមិនកើតមានពុយធ្វើការទេធ្វើការមិនកើតអញ្ចឹងធ្វើមិនកើតមកបើអត់មានពុយមិនដេកងាប់ទៅវិញណាអញ្ចឹងបានន័យថាពាក្យទាំងអស់នោះគឺវាមិនមែនជាការប៉ັດទេអ្វីទៅជាការប៉ັດតែយើងចង់រកវាបានហើយតែយើងមិនចង់គឺវាអត់ហើយចំណុចទី2មនុស្សកើតមកគឺដូចគ្នាយើងជាអ្នករើសផ្លូវខ្លួនឯងកន្លែងនេះមួយគឺប៉ັດ 100% តែតង់ជាមួយនឹងទ្រឹស្ដីផ្សេងតាំងពីសម័យកាលដើមឡើយមកចាគឺមនុស្សកើតមកគឺដូចគ្នាមែនអត់ខុសគ្នាទេបើយើងប្រៀបធៀបមែនតើទៅធម្មជាតិកើតមកគឺស្មើគ្នាមនុស្សបើសិនជាយើងមានក្បាលមួយកូនគេក្បាលមួយដែរយើងមានជើងពីរកូនគេជើងពីរអានេះយើងនិយាយអំពីកាយសម្បទាគ្រប់លក្ខណៈមិនមែននិយាយអំពីអ្នកគាត់ពិការពីកំណើតទេណាសំដៅលើយើងមានរូបរាងដូចគ្នាខួរក្បាល1គីឡូ2ខាំដូចគ្នាដៃជើងគឺមានដូចគ្នាសួរថាកន្លែងណាដែលលើសអត់មានកន្លែងលើសទេអ្វីដែលលើសគឺលើសតែ DNA ទេបានន័យថាលើសតែតនឹងស្រែតំណពុយដូចខ្ញុំបញ្ជាក់តាំងពីចំណុចទី1អញ្ចឹងស្រែតំណពុយវាគ្រាន់ជាកាដូទេអញ្ចឹងមិនប្រកាសថាកាដូនឹងបានមកវាល្អពេញចិត្តយើងត្រូវការតែបើយើងស្រឡាញ់យើងយកមកប្រើមកតែបើអត់ស្រឡាញ់ទេយើងទៅទុកវិញទៅវាមានទៅប៉ះពាល់អីជាមួយការរស់នៅយើងអត់ទេអញ្ចឹងបើសិនជាយើងដឹងថាមនុស្សកើតមកដូចគ្នាដល់ពេល20ឆ្នាំក្រោយគេរៀនចប់បណ្ឌិត20ឆ្នាំក្រោយយើងអត់ចេះអក្សរសួរថាកន្លែងនេះកំហុសមកពីណាគេកំហុសមកពីយើងអត់រៀនហើយបើសិន20ឆ្នាំ40ឆ្នាំក្រោយយើងនិយាយពី40តោះគេមានតែថ្មគេមានឡានយើងនៅតែក្រដដែលកំហុសពីណាគេកំហុសយើងដោយសារតែយើងអត់ចង់ធ្វើអ្នកមានយើងអត់ចង់ចេះអក្សរកន្លែងហ្នឹងមួយដែលខ្ញុំបញ្ជាក់ថាកាត់មកដូចគ្នាអ្វីដែលអត់ដូចគ្នានោះគឺជាអ្វីដែលយើងជ្រើសរើសយើងជាអ្នករើសផ្លូវខ្លួនឯងអញ្ចឹងបើសិនជាយើងរើសភាពអត់ចេះយើងវាអត់ចេះបើយើងរើសភាពដែលអត់លុយគឺយើងអត់លុយកុំនិយាយមួយម៉ាត់ថាខ
ខ្ញុំចង់ក្រតែធ្វើមិនបាច់វាមិនមានកន្លែងហ្នឹងគឺយើងចង់ក្រហើយចុះមិនក៏គេមានបានគេចាប់ផ្ដើមពីអីទៅអាហ្នឹងយើងចាប់ផ្ដើមណាខ្ញុំលើកឧទាហរណ៍ខ្លួនឯងមួយខ្ញុំអាយុ45ឆ្នាំហ្មងថ្ងៃណាខ្ញុំរៀបការ20ឆ្នាំគាត់ខ្ញុំមានការលែងលះដោយសារប្តីខ្ញុំមានសហស្មន់ផាត់ក្បត់ខ្ញុំដឹងមូលហេតុដែលគាត់ផាត់ក្បត់ដោយសារសហស្មន់គឺភាពអត់ដឹងខ្យល់គាត់មិនដឹងសំបីថាប្តីត្រូវធ្វើទូនាទីអីឪពុកត្រូវធ្វើមិនគឺគាត់អត់ដឹងទេខ្ញុំអត់បន្ទោសគាត់ទេគឺបន្ទោសការអប់រំរបស់គាត់គ្មានការអប់រំកន្លែងហ្នឹងមួយខ្ញុំបញ្ជាក់ថាដោយសារតែគាត់អត់ដឹងថាខ្លួនឯងធ្វើអីអញ្ចឹងកន្លែងនេះគឺច្បាស់ថាយើងត្រូវការអីយើងធ្វើនឹងបានហើយខ្ញុំចាប់ផ្ដើមបែកបាក់គ្នាខ្ញុំលែងលះគ្នាអាយុ45ឆ្នាំខ្ញុំមិនដែររៀនទេបានថាខ្ញុំរៀនចប់ទី12ហើយគឺយើងចាប់ផ្ដើមធ្វើការរកស៊ីមើលកូនមានប្តីមានអីអញ្ចឹងណាខ្ញុំអត់រៀនរយៈពេល20ឆ្នាំតែខ្ញុំចាប់ផ្ដើមរៀនសារឡើងវិញឥឡូវនេះគឺខ្ញុំចាប់ផ្ដើមចូលសាកលវិទ្យាល័យខ្ញុំរៀនចូលឆ្នាំទី1ហើយជិតចប់ហើយតែអ្វីដែលខ្ញុំទទួលបានឃើញថាវាខុសធម្មតាដែលខ្ញុំមិនដែរនឹកស្មានដល់ណាខ្ញុំរៀនក្នុងខែទី1គឺខ្ញុំរៀនអត់កើតទេដោយសារតែខ្ញុំដែររៀនភាសាអង់គ្លេសយើងអត់ចេះចូលខែទី2ខ្ញុំចាប់ផ្ដើមថាតើត្រូវធ្វើមិនខ្ញុំចាប់ផ្ដើមរៀនសារឡើងវិញខ្ញុំចំណាយពេល3ខែថើមទី1គឺចូល4ខែមែនទេចាថើមទី1 4ខែ4ខែកន្លះបើគាត់ទៅស្ទង់3ខែ4ខែនឹងឯងខ្ញុំរៀនតែមួយខែជាងហើយនៅក្នុងថើមទី1ខ្ញុំអាចប្រឡងបាន A ទាំង4មុខដោយមិននឹកស្មានថាខ្ញុំធ្វើបានណាខ្ញុំគ្រាន់តែធ្វើអ្វីដែលយើងចង់ធ្វើនៅពេលដែលយើងចង់រៀនយើងរៀនទៅហើយខ្ញុំមាន DNA មានតំណពុជមកពីណាពុជពុកគេហៅថាពុជពងយើងជាអ្នករកស៊ីតាំងពីដើមអ្នកស្រែអ្នកចកាគ្មានអ្នកធ្វើការមន្ត្រីរាជការទេអ្នកស្រែសុទ្ធឪពុកម្ដាយខ្ញុំជាអ្នករកស៊ីហ្មងណាអញ្ចឹងខ្ញុំមានពុជអ្នករៀនទេតែខ្ញុំអាចបង្កើតខ្លួនឯងបានដោយខ្ញុំប្រឹងរៀនពាក្យប្រឹងកន្លែងនេះខ្ញុំមិនប្រឹងលើកំណត់ទេខ្ញុំរៀនសារអាទិត្យអញ្ចឹងរាល់ថ្ងៃសុក្រគឺខ្ញុំរៀនសារអាទិត្យខ្ញុំទៅសាលាថ្ងៃច័ន្ទដល់ថ្ងៃពហុខ្ញុំធ្វើការខ្ញុំរកស៊ីចិញ្ចឹមកូនខ្ញុំជាស្ត្រីមេម៉ាយដែលមានកូន2ខ្ញុំមានបន្ទុកចិញ្ចឹមកូនអញ្ចឹងខ្ញុំត្រូវចិញ្ចឹមកូនត្រូវមើលផ្ទះត្រូវមើលរបរស៊ីដោយខ្លួនឯងអញ្ចឹងខ្ញុំចាក់ថាអ្វីដែលយើងធ្វើគឺជាអ្វីដែលយើងរើសនៅពេលដែលយើងក្រីក្រមិនមែនដោយសារតែកម្មផលមិនមែនដោយសារអីទេដោយសារយើងអត់ប្រឹងប្រែងបើយើងកើតមកក្រអាហ្នឹងវាមិនជាខុសយើងទេណាអាហ្នឹងទៅតង់ប៉ុនយើងអត់មានតែបើក្រោយ20ឆ្នាំហើយយើងនៅតែរកបាយហូបបានទេបានន័យថាជាកំហុសយើង 100% ហើយយើងត្រូវមើលត្រឡប់មកវិញថាយើងត្រូវកែប្រែអីខ្លះយើងត្រូវការរៀនសូត្របន្ថែមអីខ្លះដូចខ្ញុំខ្ញុំមិនមែនថាយកខ្លួនឯងជាគំរូគេទេតែជាពិត45ឆ្នាំស្ត្រីមេម៉ាយតើសួរថាឯងរៀនសាកលវិទ្យាល័យបានអត់ខ្ញុំរៀនបានលេខ1ហ្មងលេខ1នៅក្នុងសាលារៀនដែលបើយើងគិតពីមួយសាលាហ្មងខ្ញុំចាត់ទុកថានៅតែលេខ1អញ្ចឹងព្រោះខ្ញុំបាន A4 ហើយថើមទី2នេះក៏ខ្ញុំបាន A2 B+1 និង B1 ដែរតែអា B+ កន្លែងនេះគឺដោយសារតែខ្ញុំអត់សូវចេះគណិតអញ្ចឹងខ្ញុំចាប់ផ្ដើមរៀនគណិតសាកលវិទ្យាល័យយើងដឹងស្រាប់ហើយគណិតសាកលវិទ្យាល័យវាជ្រៅខ្លាំងមែនតើវាលើសទី12ទៀតអញ្ចឹងខ្ញុំត្រូវការរៀនសូត្ររយៈពេល1ខែជាងទើបខ្ញុំចាប់គណិតបានខ្ញុំចាប់ផ្ដើមពិសេសអាតកតងជាមួយ probability ហ្នឹងគឺពិបាករៀនណាអ្នករៀនទី12ដឹងហើយថា probab ហ្នឹងគឺពិបាកមែនតើអារឿងចាប់ពណ៌ចាប់ឃ្លីចាប់បាល់ហ្នឹងខ្ញុំធ្លាក់30បន្ទុកតកតងជាមួយមហាត់ហ្នឹងទើបខ្ញុំធ្លាក់មកត្រឹម B+ ហើយអា B ហ្នឹងគឺបន្ទុកមួយទៀតគឺភាសាអង់គ្លេស B ភាសាអង់គ្លេសកន្លែងនេះគឺជ្រៅមែនតើកម្រិតសាកលវិទ្យាល័យចាក៏ខ្ញុំរៀនបាន B ដែរកាលថើមទី1ខ្ញុំរៀនបាន A ដោយសារថើមទី1គេរៀនបែបធម្មតាបានន័យថាដូចយើងរំលឹកអង់គ្លេសអញ្ចឹងខ្ញុំអត់ពិបាកក្នុងការរៀនទេខ្ញុំអាចរៀនបាន B បាន A ចាតែចូលថើមទី2នេះគឺខ្ញុំរៀនបាន B ជាការធ្វើប្រហែលដែរដែលថាខ្ញុំអត់សូវបានយកចិត្តទុកដាក់ទៅដងជាមួយអង់គ្លេសទៅធ្វើខ្ញុំធ្លាក់បន្ទុកតែ B ក៏កម្រិតអ្នករៀនបកកាយដែរតែ accounting ខ្ញុំមិនដែររៀនសោះខ្ញុំរៀនបាន100បន្ទុកពេញគឺបាន A 100ពេញហ្មងណាចាហើយអ្នកណាក៏ដឹងដែរថា accounting តកតងជាមួយគណនេយ្យគឺជាមេរៀនដែលពិបាករៀនបំផុតដែលអ្នកទាំងអស់គ្នាគឺកម្រនឹងទទួលបានបន្ទុកល្អខ្ញុំបាន100ពេញអញ្ចឹងអ្វីដែលខ្ញុំប្រឹងគឺខ្ញុំប្រឹងទៅលើ account ដែលនេះក៏មិនប្រឹងខ្លាំងដែរគឺមួយអាទិត្យខ្ញុំចំណាយពេល8ម៉ោងក្នុងការរៀនណាមួយអាទិត្យរៀនតែ8ម៉ោងទេអញ្ចឹងមកន័យថាក្នុងមួយថ្ងៃខ្ញុំរៀនបានបន្តិចហ្នឹង